បរិខាងលើនេះគឺគាត់មានឈ្មោះថា Emmanuel គាត់មានអាយុ30ឆ្នាំបងប្អូនបើសិនបងប្អូនទាំងអស់គ្នាពេញចិត្តនៃការផលិតវីដេអូរបស់ខ្ញុំបងប្អូនទាំងអស់គ្នាអាចធ្វើការ control តាមរយៈ QR code ខាងលើនេះបានអរគុណគាត់គឺជាជនជាតិមិចស៊ីកូហើយគាត់រស់នៅក្នុងភូមិតូចមួយនៃភាគខាងជើងនៃប្រទេសមិចស៊ិកបាទគាត់លក់គ្រឿងម៉ាស៊ីនដោយរកចំណូលបានមកគួរសមសម្រាប់ជីវភាពរស់នៅប្រចាំថ្ងៃរបស់គាត់ហើយគាត់ក៏មានបន្ទុកមើលម្ដាយរបស់គាត់ដែលចាស់ជរាហើយមានជំងឺបងប្អូនថ្ងៃមួយមានក្រុមកតែលបានចូលមកដល់តំបន់របស់ពួកគាត់ហើយក៏ឃើញគាត់បើកអាជីវកម្មឬការជួសជុលឡានលក់ដូរគ្រឿងក្រៅឡានអញ្ចឹងណាក៏ចូលមកដល់ធ្វើការទារថ្លៃការពារយើងនិយាយស្រួលស្ដាប់ថាដូចបងពុនហ្នឹងតែបើក្នុងភាសានេះលេងគេហៅថ្លៃការពារហ្នឹងប៉ុន្តែ Emmanuel គាត់បានបដិសេធគាត់ថាគាត់អត់មានលុយទេដោយសារនៅតំបន់របស់គាត់រស់នៅជាតំបន់ដែលស្ងាត់ដាច់ស្រយាលអត់សូវមានមនុស្សចេញចូលច្រើនអញ្ចឹងគាត់ក៏អត់សូវមានប្រាក់ចំណូលប៉ុន្មានដែរអញ្ចឹងណាព្រាមៗម្ដាយក្រុមកតែលបានចាប់ចម្រិតគាត់យកទៅតែម្ដងហើយគាត់ក៏ត្រូវបានគេចាប់ចម្រិតទៅរយៈពេលមួយសប្ដាហ៍ក្រោយមកមានឡានដឹកទំនិញមួយដែលធ្វើការជិះកាត់តាមភូមិរបស់គាត់ហ្នឹងហើយគេក៏បានឃើញមានមនុស្សបងប្អូនមានមនុស្សឃើញកម្រើកនៅក្នុងបន្លាយអ្នកដែលបើកឡានដឹកទំនិញក៏បានចូលទៅមើលហើយក៏ប្រទះឃើញ Emmanuel ប៉ុន្តែនៅក្នុងរូបរាងមួយដែលពិបាកវេទនាក្នុងការមើលមែនតើគឺដៃជើងរបស់គាត់ត្រូវបានគេកាត់ចេញពីខ្លួនអស់តែម្ដងដោយបងប្អូនបានឃើញនៅក្នុងវីដេអូនេះចឹងអ្នកបើកឡានដឹកទំនិញក៏បានធ្វើការហៅឡានរថយន្តសង្គ្រោះបន្ទាន់ហើយក៏បានដឹក Emmanuel ទៅកាន់មន្ទីរពេទ្យសង្គ្រោះបន្ទាន់ហើយជាសំណាងល្អគឺគាត់នៅមានជីវិតបងប្អូនបាទគ្រាន់តែគាត់ត្រូវពិការភាពបាត់បង់ដៃទាំងសងខាងក៏ដូចជាជើងរបស់គាត់រយៈពេលជាច្រើនសប្ដាហ៍ Emmanuel ក៏អាចដឹងខ្លួននិយាយបានអញ្ចឹងណាគ្រូពេទ្យក៏បានធ្វើការសាកសួរនាំគាត់ថាមានរឿងអីកើតឡើងចំពោះគាត់ក៏បានរៀបរាប់តាមដំណើរសាច់រឿងដែលគាត់ត្រូវបានក្រុមកតែលធ្វើការចាប់ចម្រិតហើយក៏ធ្វើទរណកម្មគាត់បាទហើយគេសួរថាម៉េចបានពួកនឹងទុកឲ្យគាត់នៅរស់មានអាយុជីវិតអញ្ចឹងណាហើយគាត់បានឆ្លើយតបទៅកាន់ក្រុមគ្រូពេទ្យនោះថាពួកគេចង់ទុកគាត់នឹងគឺជាសារពមៀនទៅកាន់មនុស្សដទៃទៀតអ្នកដែលមិនព្រមបង់ប្រាក់មិនព្រមបង់ពន្ធមិនព្រមបង់ថ្លៃការពារឲ្យពួកគេលទ្ធផលគឺដោយ Emmanuel នឹងបាទសប្តាហ៍នេះ Emmanuel គាត់រស់នៅលើប្រទេសរុញហើយគាត់មិនអាចធ្វើអីបានទេបងប្អូនសូមជម្រាបបងប្អូនផងដែរចំពោះព័ត៌មានខាងលើនេះគឺខ្ញុំបានដកស្រង់ក៏ដូចជាបកប្រែពីវីដេអូរបស់គេខាងលើនេះដែរទេបាទខ្ញុំក៏អត់ច្បាស់ថាវាគឺជាព័ត៌មានពិតឬក៏អត់ទេដោយសារមានបងប្អូនយើងគាត់ខមមិនច្រើនមែនតើ mention ខ្ញុំផងនៅក្នុងវីដេអូទាំងអស់ហ្នឹងចង់ខ្ញុំធ្វើការសម្រាយពីបរិបទម្នាក់ហ្នឹងអញ្ចឹងបងប្អូន